យានយោធាធំដឹកក្មេងប្រុសឆ្លងវីរុសទៅកាន់ទីក្រុងអាតកំបាំងសាក់ដេកមិនដឹងខ្លួនខណៈថាមពលពណ៌ខៀវលាក់ខ្លួនក្រោមស្បែកសាក់ចាប់ផ្ដើមភ្ញាក់វិជ្ជបណ្ឌិតអារិយាសង្កេតក្មេងប្រុសមើលឃើញអាតកំបាំងនឹងគ្រោះថ្នាក់ក្រុងយៈលិឡើងព័ទ្ធជុំវិញដោយជញ្ជាំងដ៏អស្ចារ្យយានយោធាចោះចតយឺតដឹកអ្នកដំណើរដែលគ្រោះថ្នាក់បំផុតក្រុងវិជ្ជសាស្ត្ររុញសាក់ទៅបន្ទប់ពិសោធន៍ច្រកមន្ទីរពិសោធន៍ភ្លឺសគេបញ្ជូនសាក់ចូលក្នុងទូវិទ្យាសាស្ត្រទ្វារយៈបើកឡើងបង្ហាញមជ្ឈមណ្ឌលស្រាវជ្រាវដ៏សាហាវអ្នកវិទ្យាសាស្ត្រជុំវិញបន្ទប់កញ្ចក់សង្កេតសាក់ដូចជាវត្ថុសាក់ល្បងខ្សែចាក់ដែកចាក់ជាប់បិទសាក់ក្នុងគុកកញ្ចក់ខ្សែដែកតឹងរឹងដៃសាក់រើមិនរួចពីក្រោយកញ្ចក់ក្រាស់អ្នកវិទ្យាសាស្ត្រមើលដោយអារម្មណ៍ចម្លែកអារិយាសង្កេតស្ងៀមដូចជាមើលឃើញមនុស្សឯក្នុងបិសាចក្នុងឈាមសាក់សេរ៉ូមពណ៌ខៀវប្រយុទ្ធនឹងវីរុសពណ៌ក្រហមអ្នកវិទ្យាសាស្ត្រម្នាក់និយាយថាសាក់មិនទាន់คล้ายជាខ្មោចពេញលេញអេក្រង់ hologram ភ្លឺឡើងបង្ហាញអ្នកដឹកនាំ Lecter សំឡេងត្រជាក់របស់ Lecter សួរស្ថានភាពអារិយារបាយការណ៍ក្មេងប្រុសរស់នៅចន្លោះជីវិតនិងមរណភាព Lecter សាច់ស្រាលព្រោះឃើញឱកាសក្នុងអភូតហេតុនេះគាត់បញ្ជាដាច់ខាតយកទិន្នន័យនិងបំលែងវាទៅជាអាវុធអារិយាស្តាក់ស្ទើដឹងថាក្មេងប្រុសអាចក្លាយជាអាវុធក្នុងបន្ទប់កញ្ចក់ភ្នែកសាក់បើកបន្តិចស្ដាប់គ្រប់ពាក្យក្នុងការឆ្លោះកញ្ចក់ពិភពលោកឃើញកំណើតនៃកន្លះខ្មោចដៃម៉ាស៊ីនធ្លាក់ចុះធ្វើតេស្តឈាមអស្ចារ្យរបស់សាក់មជនវិទ្យាសាស្ត្រចាំងពន្លឺត្រៀមចាក់ចូលសាច់ដុំភ្នែកខៀវរបស់សាក់តឹងឡើងកំហឹងលាក់ខ្លួន Monitor រ៉ូតព្រោះថាមពលវីរុសកើនឡើងយ៉ាងខ្លាំងឈាមពណ៌ខៀវត្រីទៀងចេញបង្កឲ្យថាមពលភ្ញាក់ឡើងអ្នកវិទ្យាសាស្ត្រភ័យខ្លាចព្រោះថាមពលលើសកម្រិតអារិយាស្រែកបញ្ជាឲ្យបញ្ឈប់ការសាក់លបងភ្លាមសរសៃសាក់ភ្លឺឡើងដោយភ្លើងក្នុងសាច់ឈាមរលកថាមពលពណ៌ខៀវផ្ទុះបំបែកកញ្ចក់បន្ទប់ម៉ាស៊ីនផ្ទុះភ្លើងពេលថាមពលលើសកម្រិតខ្សែភ្លើងដែកខូចខាតមិនអាចទប់ស្កាត់បានសាក់ដែកខ្សែខណៈបិសាចក្នុងខ្លួនកើនឡើងរលកថាមពលទី2បោកអ្នកវិទ្យាសាស្ត្រឲ្យដួលលើដីអារិយាបិទមុខព្រោះខ្យល់ថាមពលបោកខ្លាំងសាក់សុំបញ្ឈប់ព្រោះខ្លាចថាមពលក្នុងខ្លួនសាច់ស្បែកសាក់ស្ដារឡើងវិញភ្លាមដូចជាមិនធ្លាប់រងរបួសម៉ាស៊ីនបង្ហាញថាការស្ដាររបស់គាត់លើសច្បាប់វិទ្យាសាស្ត្រកញ្ចក់បែកទាំងអស់បន្ទប់ឃុំខ្លួនត្រូវបំផ្លាញបំណែកកញ្ចក់ហោះជុំវិញខណៈសាក់ភ្លឺថាមពលការឈឺចាប់គ្រប់ក្រងគាត់ខណៈមនុស្សនិងបិសាចប្រយុទ្ធក្នុងខ្លួនសាក់ពិភពលោកវិលវល់ពេលចិត្តសាក់ប្រយុទ្ធវីរុសរូបភាពយាយរបស់គាត់លេចឡើងក្នុងពន្លឺថ្ងៃក្តៅសាក់ជ្រើសធ្វើជាមនុស្សស្បត់មិនคล้ายជាបិសាចថាមពលបានស្ងប់វិញคล้ายជាកម្លាំងគ្រប់គ្រងបានសាក់ជ្រើសជង្គង់លើបន្ទប់មន្ទីរពិសោធន៍ដែលបែកបាក់ផ្សែងស្ងប់វិញបង្ហាញមានអ្នករស់រានមានជីវិតក្នុងបន្ទប់ខូចខាតញើសនឹងទឹកភ្នែកលើមុខសាក់ពោពេញទៅដោយក្តីភ័យអ្នកវិទ្យាសាស្ត្រភ័យខ្លាចដឹងថាការសាក់លបងចិត្តបំផ្លាញពិភពលោកអារិយាដើរយឺតទៅរកសាក់នាងនិយាយថាគាត់នៅមានស្មារតីអារិយាសម្លឹងមើលភ្នែកសាក់ជាលើកដំបូងសាក់សុំមិនធ្វើគាត់ជាអាវុធអារិយាសារភាពថានាងមិនចង់ឲ្យវាកើតឡើងអេក្រង់ភ្លឺឡើងវិញលេចធ្វើវើត្រឡប់នឹងបញ្ជាថ្មីលេចធ្វើបញ្ជាឲ្យចាប់គំរូភ្លាមប្រព័ន្ធបិទបន្ទប់ចាប់ផ្ដើមខណៈទ្វារដែកបិទជុំវិញមន្ទីរពិសោធន៍ទាហានប្រដាប់អាវុធរត់ចូលបាញ់កំភ្លើងចំសាក់ដោយស្វ័យប្រវត្តិសាក់លើកដៃការពារខ្លួនអារិយាចំហ៊ានមុខរៀបរាំងកំភ្លើងពីសាក់ទាហានរំលឹកថាបញ្ជានេះមកពីអ្នកដឹកនាំ Lecter អារិយាប្រកាសថាសាក់ស្ថិតក្រោមការការពាររបស់នាងទាហានស្តាក់ស្ទើបន្ថយអាវុធដោយភាពមិនប្រកបភាពស្ងប់ស្ងាត់គ្របដណ្ដប់លើមន្ទីរពិសោធន៍ដែលបែកបាក់សាក់មើលអារិយាដោយភ្ញាក់ផ្អើលចំពោះការអាណិតអារិយាសន្យាស្ងៀមថាគ្មាននរណាចាក់កាត់គាត់ឡើយពីចម្ងាយ Lecter មើលឃើញការបះបោរចាប់ផ្ដើមគាត់យល់ព្រមស្ងប់ខណៈគំនិតងងឹតកើតឡើងក្នុងចិត្តកម្លាំងសន្តិសុខដកថយយឺតពីបន្ទប់ដែលបែកបាក់
អារ្យាជង្គង់ចិត្តសាក់ជើរឹសຕົកចិត្តនាងសួរយ៉ាងទន់ធ្លន់ថាគាត់អាចគ្រប់គ្រងធម៌ពលបានទេម៉ាស៊ីនវេជ្ជសាស្ត្រវិភាគសមតុល្យចម្លែកក្នុងខ្លួនសាក់តនន័យបង្ហាញសមតុល្យរវាងវីរុសនិងមនុស្សអារ្យាប្រាប់ថាគាត់មិនមែនមនុស្សហើយក៏មិនមែន zombie សាក់សួរអ្វីដែលគាត់ខ្លាចបំផុតខ្ញុំជាអ្វីអារ្យាឆ្លើយថាប្រហែលគាត់ជាការព្យាបាលរបស់មនុស្សធាតុក្នុងប៉មខ្ពស់លេខធើមើលទីក្រុងពីលើគាត់សើចចំអកគំនិតអំពីការព្យាបាលផែនទីពិភពលោកភ្លឺក្រហមដោយតំបន់ឆ្លងវីរុសតំបន់ឆ្លងពង្រីកដោយភ្លើងឆេះពេញទ្វីបលេខធើបង្ហាញផែនការសាក់នឹងក្លាយជាអាវុធចុងក្រោយអារ្យាដើរតែម្នាក់ឯងគិតពីអ្វីដែលនាងរកឃើញនាងឈប់មុខទ្វារដែលសរសេរ Project Z01 ឯកសារសម្ងាត់បើកឡើងបង្ហាញការពិតនៃគ្រោះមហន្តរាយអារ្យាដឹងថាការផ្ទុះវីរុសប្រហែលត្រូវបានរៀបចំសាក់អង្គុយម្នាក់ឯងក្នុងបន្ទប់ព្យាបាលដៃរបស់គាត់ញ័រខណៈសរសៃចម្លែកលោតក្រោមស្បែកការចងចាំក្អកក្អមលេចឡើងស្នាមញញឹមរបស់យាយសាក់ស្បត់ប្រាអំណាចនេះដើម្បីសង្គ្រោះមនុស្សនៅកន្លែងផ្សេងលេខធើចាប់ដើមដំណាក់កាលទី2ទ្វារយ៉ាក់ក្រោមដៃបើកយឺតខាងក្នុងមានកងទ័ព zombie ម៉ាស៊ីនកំពុងដេកទូកញ្ចក់ឃ្លឺក្រហមបង្ហាញថាមពលគ្រោះថ្នាក់ភ្នែក zombie បានបើកឡើងលេខធើខ្សឹបស្ងៀមឲ្យពិភពលោកឆេះទៅសាក់អង្គុយម្នាក់ឯងក្រោមពន្លឺទីក្រុងក្នុងកញ្ចក់ឆ្លុះមនុស្សនិងបិសាចនៅក្នុងមុខតែមួយអារ្យាដើរច្រកយកទិន្នន័យសង្ងាត់ឈីតបង្ហាញឈ្មោះ Project Z01 ជាភស្តុតាងគ្រោះថ្នាក់ក្នុងចិណ្ឌរឡើងចុះអារ្យាស្បត់បញ្ឈប់លេខទ័រក្រោមដីជ្រៅទូម៉ាស៊ីនស៊ុំប៊ីភ្លឺពណ៌ក្រហមក្នុងបន្ទប់មួយទឹកក្នុងទូពុះខ្លាំងភ្នែកស៊ុំប៊ីខឹងម៉ាស៊ីនញ័រចាប់ផ្ដើមភ្ញាក់លេខទ័រឈួរមើលទីក្រុងដូចអ្នកគ្រប់គ្រងគាត់និយាយថាការវិវត្តត្រូវការលះបង់សាក់ដួលលើគ្រែព្យាបាលដោយភាពនឿយហត់ភ្នែកភ្លឺរបស់គាត់បិទយឺតរូបភាពភ្លើងសេរ៉ូមនិងសង្គ្រាមបញ្ចេញក្នុងសូបិនសាក់ភ្ញាក់ឡើងវិញដោយចិត្តមាំមួនក្រោមទីក្រុងទូស៊ុំប៊ីទាំងអស់ភ្លឺឡើងស្នាមប្រេះចាប់ផ្ដើមលើកញ្ចក់ទូពពកភីវប្រមូលផ្ដុំលើទីក្រុងអារ្យាសិក្សាទិន្នន័យដោយការបដិញ្ញានាងបញ្ចូលខុសតាមទៅក្នុងប្រព័ន្ធសុវត្ថិភាពលេខទ័រតពួរសាមាននរណាចូលប្រព័ន្ធសម្ងាត់កំហឹងត្រជាក់លេចឡើងលើមុខគាត់សាក់ក្រកឡើងយឺតពីគ្រែថាមពលពណ៌ខៀវភ្លឺស្ងប់នឹងគ្រប់គ្រងបានផ្គរលាន់បំផ្លាញមេឃលើទីក្រុងព្យុះនេះជាសញ្ញាសង្គ្រាមក្រោមដីកងទ័ពខ្មោចម៉ាស៊ីនដេកក្នុងពន្លឺក្រហមស្នាមប្រេះលាតឡើងលើកញ្ចក់ទូស៊ុំប៊ីម៉ាស៊ីនបើកភ្នែកក្រហមទាំងពីរញាក់បច្ចេកទេសភ័យព្រោះប្រព័ន្ធខូចលេខទ័របញ្ជាឲ្យបន្តការសាក់លបងទូផ្ទុះបញ្ចេញទាហានខ្មោចដំបងជឿនម៉ាស៊ីនដាក់ជំហានលើដៃត្រជាក់ស៊ុំប៊ីក្នុងម៉ាស៊ីនឈរដូចអាវុធរស់ឆ្ងាយពីនោះសាក់ចាប់ទ្រូងដោយការឈឺចាប់ថាមពលខៀវរត់តាមសរសៃក្នុងខ្លួនខ្មោចម៉ាស៊ីនជាច្រើនចេញពីទូដោយបែកវាសម្ងាត់ក្រោមទីក្រុងចាប់ផ្ដើមបើកលេខទ័របញ្ជាបញ្ចេញ Unit Alpha កងទ័ពខ្មោចម៉ាស៊ីនដើរតាមផ្លូវក្រោមដីអារ្យារត់ចូលសួរសាក់ថាគាត់មានអារម្មណ៍យ៉ាងណា
សាក់និយាយពួកវាដូចខៀវប៉ុន្តែខុសទ្វារផ្លូវក្រោមដីបើកក្រោមជញ្ជាំងទីក្រុងស៊ុំប៊ីម៉ាស៊ីនមើលទៅមេឃទីក្រុងសាក់និយាយថាគាត់ត្រូវបញ្ឈប់វាអារិយាឈរជាមួយគាត់យើងប្រយុទ្ធផ្គរលាន់បំផ្លាញមេឃពេលសង្គ្រាមកើតឡើងក្រោមដីកងទ័ពខ្មោចម៉ាស៊ីនដើរទៅមុខដោយមិនឈប់ភ្នែកខៀវរបស់សាក់ភឺដោយថាមពលគ្រប់គ្រងវាសនាពីរលេចឡើងគឺវីរបុរសនិងកងទ័ពបិសាច